សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Pro BKA ទាំងអស់គ្នាសូមជួយចុច Like Subscribe និងសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងណាតោះឥឡូវយើងទៅដឹងចំណងជើងសាច់រឿងយើងទាំងអស់គ្នាអង្គរៈសង្ហាប៉ះចៅវាយឆ្នះមួយរឿងចប់ចាប់ផ្ដើមសាច់រឿងដំបូងរបស់យើងនេះគឺជាតួស្រីមានឈ្មោះថាយីមីលីដែលក៏កំពុងតែធ្វើពិធីបុណ្យសពឲ្យឪពុករបស់គាត់ដែលគេបានធ្វើឃាតគាត់សម្រាប់គាត់ណាចឹងហើយតួស្រីរបស់យើងក៏មកធ្វើបុណ្យសពឲ្យគាត់ឲ្យចំណែកប្អូនចុងរបស់គាត់មានឈ្មោះថាស៊ូវ៉ាន់វ៉ាន់គេក៏ចាប់ផ្ដើមចូលមកដល់នៅក្នុងពិធីបុណ្យសពនេះគេក៏បានតម្លាក់កំហុសថាតួស្រីរបស់យើងនេះគឺជាអ្នកសម្លាប់ឪពុករបស់គាត់គឺជាឃាតករណាគឺគេបានប្រាប់ទៅមហាជនទាំងអស់តែម្ដងនឹងឯងថាគេមានផុសតាំងវីដេអូអីសពគ្រប់បែបយ៉ាងនឹងឯងហើយឲ្យចំណែកម្ដាយចុងនេះគេនឹងក៏ចាប់ផ្ដើមយំទួញសោកបោកខ្លួនគេថាហេតុអីបានជាបងអាយុខ្លីដល់ថ្នាក់ហ្នឹងហេតុអីបានជាកូនចង្រៃរបស់បងនេះទៅសម្លាប់បងហេតុអីបានជាកូនចង្រៃរបស់បងនេះធ្វើឲ្យបងបាត់បង់ជីវិតអញ្ចឹងណាគឺគេតម្លាក់កំហុសទៅលើតួស្រីរបស់យើងទាំងស្រុងនឹងឯងថាតួស្រីរបស់យើងគឺជាឃាតករម្នាក់នៅក្នុងកម្មវិធីគេនឹងក៏បាននិយាយថាតួស្រីរបស់យើងដោយសារតែមរតកដោយសារតែទ្រព្យសម្បត្តិឬមួយក៏យ៉ាងម៉េចហេតុអីបានជាសម្លាប់ឪពុកបង្កើតរបស់ខ្លួនអីអញ្ចឹងណាអ្នកនាងវ៉ាន់វ៉ាន់គេធ្វើជាខឹងផងយំសោកបោកខ្លួនផងអីផងតួស្រីរបស់យើងថានាងយំអត់សមទេនាងធ្វើនេះដូចជាសម្ដែងវាអត់សូវល្អពេកអញ្ចឹងណាហើយគាត់នឹងក៏បានប្រាប់ទៅមហាជនថាបើសិនជាគាត់ខុសគឺគាត់ទទួលខុសត្រូវទាំងអស់គាត់នឹងទទួលខុសត្រូវមុខច្បាប់ទាំងអស់ឲ្យតែថាប៉ូលីសមកស៊ើបអង្កេតសួរនាំគាត់ចង់ដឹងពីផុសតាងចង់ដឹងថាគាត់នឹងគឺជាអ្នកប្រព្រឹត្តមែនឬក៏អត់គឺគាត់ហ៊ានទៅទទួលផុសតាងគឺគាត់ហ៊ានទៅទទួលទោសទាំងអស់បើសិនជាគាត់មិនបានប្រព្រឹត្តទេទុកឲ្យប៉ូលីសនឹងស៊ើបអង្កេតមើលតើអ្នកណាគឺជាអ្នកបង្កបញ្ហាតើអ្នកណាគឺជាអ្នកធ្វើឲ្យឪពុករបស់គាត់ស្លាប់គាត់នឹងប្រឹងដាក់គុកទៅវិញណាហើយចំណែកតួស្រីរបស់យើងគឺគាត់អត់មានខ្លាចទៅលើអ្នកណាទេបើសិនជាអ្នកណាហ៊ានប៉ះពាល់គាត់គឺគាត់នឹងទៅប៉ះពាល់ទៅលើអ្នកនឹងវិញនឹងឯងដែលមកបង្កបញ្ហាជាមួយនឹងគាត់ណាអញ្ចឹងហើយស្រាប់តែពេលហ្នឹងវត្តមានរបស់ទូប្រុសរបស់យើងមានឈ្មោះថាលូឡុងសុងដែរគាត់នឹងក៏ចាប់ផ្ដើមចូលមកគឺគាត់គឺជាអង្គរៈដែលឪពុករបស់តួស្រីរបស់យើងនេះបានឲ្យកូនចៅរបស់គាត់នេះមុននឹងគាត់ស្លាប់គឺគាត់បានផ្ដាំកូនចៅរបស់គាត់ឲ្យហៅទូប្រុសរបស់យើងពេលដែលគាត់បានបាត់បង់ជីវិតហ្នឹងគឺត្រូវឲ្យទូប្រុសរបស់យើងមកការពារតួស្រីរបស់យើងដែលជាកូនបង្កើតរបស់គាត់នឹងឯងធ្វើឲ្យអ្នកនាងវ៉ាន់វ៉ាន់គេនឹងក៏ចាប់ផ្ដើមខឹងជាមួយនឹងទូប្រុសរបស់យើងណាម្ដាយរបស់អ្នកនាងវ៉ាន់វ៉ាន់គេនឹងក៏បានខឹងជាមួយនឹងទូប្រុសគេរកវាយទៅលើទូប្រុសទៀតហើយឯចំណែកតួស្រីថាអត់អាចប៉ះពាល់បានទេនេះគឺជាមិត្តប្រុសគឺជាប្តីរបស់គាត់ដែលឪពុករបស់គាត់បានរៀបចំឲ្យណាហើយគាត់នឹងក៏ចាប់ផ្ដើមទាញដៃទូប្រុសរបស់យើងទៅប្រកាសប្រាប់មហាជនទាំងអស់តែម្ដងគឺលេងទុកទូប្រុសរបស់យើងគឺជាអង្គរៈរបស់គាត់ហើយចឹងហើយគឺគាត់បានប្រាប់ទៅមហាជនថានេះគឺជាប្តីរបស់គាត់ធ្វើឲ្យនាងវ៉ាន់វ៉ាន់នេះគេនឹងក៏ចាប់ផ្ដើមខឹងជាមួយនឹងតួស្រីរបស់យើងថាតួស្រីរបស់យើងក៏ហក់បោកប្រាស់តួស្រីរបស់យើងក៏ចាប់ផ្ដើមថើបជាមួយនឹងតួប្រុសឯចំណែកប៉ូលីសគាត់នឹងក៏បានមកហៅតួស្រីរបស់យើងនេះទៅសាកសួរថាតួស្រីរបស់យើងគឺមានគេប្តឹងថាគាត់នឹងសម្លាប់ឪពុករបស់គាត់អីចឹងណាតួស្រីរបស់យើងក៏បានហៅតួប្រុសរបស់យើងមកគោរពជាមួយនឹងឪពុករូបថតឪពុករបស់គាត់រួចគាត់នឹងក៏ចាក់ចែងទៅជាមួយនឹងប៉ូលីសគាត់ថាគាត់នឹងរកផុសតាំងដើម្បីចាប់ទៅលើអ្នកណាដែលបង្កហេតុធ្វើឲ្យឪពុករបស់គាត់ស្លាប់តួស្រីរបស់យើងក៏ចាក់ចែងទៅឯចំណែកម្ដាយនេះវិញគេនឹងក៏ចាប់ផ្ដើមខឹងជាមួយនឹងកូនចៅនេះគឺជាចំណិតរបស់ឪពុកណាប៉ុន្តែគឺគាត់បានក្បត់តួស្រីរបស់យើងជាមួយនឹងឪពុករបស់តួស្រីរបស់យើងមកចូលដៃចូលជើងជាមួយនឹងប្រពន្ធចុងណាហើយចំណែកតួប្រុសរបស់យើងគឺគាត់កំពុងតែមហាត់ក្បាច់គុណមហាត់អីដើម្បីការពារទៅលើតួស្រីរបស់យើងនឹងឯងហើយចំណែកកូនចៅរបស់គាត់នឹងក៏ចាប់ផ្ដើមទទួលតួប្រុសរបស់យើងក៏បានទទួលទូរស័ព្ទពីកូនចៅរបស់គាត់ថាតួស្រីរបស់យើងគឺគេដោះលែងអីចឹងណាហើយតួប្រុសរបស់យើងក៏ចាប់ផ្ដើមរៀបចំខ្លួនប្រាណដើម្បីទៅទទួលតួស្រីរបស់យើងនេះចេញពីកន្លែងប៉ូលីសវិញនឹងឯងដោយសារតែគាត់គឺគ្មានទោសអីទេចឹងហើយតួស្រីរបស់យើងក៏ត្រូវកូនចៅដែលចំណិតឪពុករបស់គាត់ដែលជាមនុស្សក្បត់នេះគឺគេបានចូលមកគឺគេមកនិយាយគេមកយកតួស្រីរបស់យើងទាំងដែលតួស្រីរបស់យើងដើរអត់មានស្បែកជើងណាហើយចំណែកលោកចៅម្នាក់ហ្នឹងគឺគាត់ជាមនុស្សអាក្រក់ដែលគាត់ហ្នឹងគឺលោភលន់ចង់បានទ្រព្យសម្បត្តិក្រុមគ្រួសារជីរបស់តួស្រីរបស់យើងជាមួយនឹងម្ដាយចុងរបស់តួស្រីយើងនឹងឯងហើយចំណែកតួប្រុសរបស់យើងក៏បានយកស្បែកជើងយកអីមកឲ្យតួស្រីណាហើយចំណែកតួស្រីរបស់យើងថាមិនបាច់ឲ្យតួប្រុសរបស់យើងនេះស្និទ្ធស្នាលជាមួយនឹងគាត់ដល់ថ្នាក់ហ្នឹងទេគាត់មិនបានយកតួប្រុសរបស់យើងធ្វើជាប្តីរបស់គាត់ទេប៉ុន្តែតួប្រុសរបស់យើងគឺគាត់ក៏បាននិយាយជាមួយនឹងតួស្រីថាគាត់ក៏ធ្លាប់មានអារម្មណ៍ស្រឡាញ់ទៅលើតួស្រីដែរតែតួស្រីរបស់យើងនេះអាចបើកបេះដូងទទួលគាត់បានឬក៏អត់ស្រាប់តែពេលហ្នឹងកូនចៅរបស់គាត់លោកចៅគាត់ហ្នឹងក៏បានចូលមកអញ្ចឹងហើយគាត់ហ្នឹងក៏ចាប់ដើមនិយាយណាថាគាត់យកស្បែកជើងយកអីមកឲ្យទេប៉ុន្តែតួស្រីមិនបាច់ទេថាលោកលូគឺយកមកឲ្យហើយគាត់ហ្នឹងក៏បានដើរចេញទៅប៉ុន្តែគឺគាត់បានដឹងពីផុសតាំងកន្លែងស្បែកជើងនឹងមួយគឺគាត់អាចចាប់កំហុសបានមួយណាចំណែកតួស្រីរបស់យើងចូលមកដល់ក្នុងឡានជាមួយនឹងតួប្រុសយើងនេះគាត់នឹងក៏ចាប់ផ្ដើមថាដូចជាធំក្លិនទូប្រុសរបស់យើងស្អុយអីអញ្ចឹងណាហើយពួកគាត់ទាំងពីរនាក់ហ្នឹងក៏ចាប់ផ្ដើមបតែបន្តគ្នាឲ្យដោះឲ្យទូប្រុសរបស់យើងដោះអាវបើកឡានទៅគឺគាត់ចង់ឃើញសិចភេទរបស់ទូប្រុសផងអីផងនេះហើយតួស្រីរបស់យើងថាបើសិនជាស្រឡាញ់មកលើគាត់ត្រូវតែធ្វើតាមគាត់អត់អាចឲ្យប្រកែកជាមួយនឹងគាត់បានទេអញ្ចឹងទូប្រុសរបស់យើងតើតួស្រីរបស់យើងចង់បានអីត្រូវតែធ្វើបែបហ្នឹងណាមួយទី1ស្រឡាញ់ទី2គាត់ជាអង្គរៈរបស់តួស្រីយើងទៀតអញ្ចឹងហើយគឺមានតែធ្វើទៅតាមតួស្រីយើងនឹងឯងទូប្រុសរបស់យើងថាមិនអីទេគាត់នឹងធ្វើតាមតួស្រីរបស់យើងសពគ្រប់បែបយ៉ាងឲ្យតែតួស្រីរបស់យើងនេះឆ្លាញ់មកលើគាត់ស្រាប់តែពេលហ្នឹងក៏មានឡានមួយនេះគឺគេតាមមកធ្វើឃាត
ទូស្រីបើយើងណែសម្រាប់ទូស្រីយើងចោលហ្នឹងឯងទូស្រីបើយើងបំរុងនឹងចោះទៅតែទូប្រុសបើយើងថាមិនបាច់ទេគាត់គឺជាអង្គរៈអញ្ចឹងឲ្យទូស្រីបើយើងនៅនឹងហើយចាំទុកឲ្យគាត់ជាអ្នកចាត់ការទៅលើអ្នកដែលធ្វើបាបមកលើគាត់អីចឹងណាទូប្រុសបើយើងគាត់នឹងក៏ចាប់ផ្ដើមឈប់ឡានមកក៏ពាក់អាវក្រសេចេញមកដល់ខាងក្រៅនេះគាត់ចាប់ផ្ដើមចាត់ការទៅលើជនល្មើសនឹងឯងគឺគេកំពុងតែមកធ្វើបាបទូស្រីបើយើងមានណាទូប្រុសបើយើងគឺជាអង្គរៈដែលសង្ហាដែលសាច់ដុំដៀងនេះក៏វាយបរោះប្រមាណអ្នកនឹងក៏រត់ចែកជើងគ្នាព្រាតែម្ដងណាធ្វើឲ្យទូស្រីបើយើងពេលនឹងហើយគឺជាពេលដែលគាត់ចាប់អារម្មណ៍ទៅលើទូប្រុសបើយើងនេះកាន់តែខ្លាំងឡើងហើយទូប្រុសបើយើងក៏ចាប់ផ្ដើមសួរទូស្រីថាមានបញ្ហាអីបានជាផ្លឹកដល់ថ្នាក់ហ្នឹងគាត់ថាអង្គរៈរបស់គាត់សង្ហាដល់ថ្នាក់ហ្នឹងតើមិនឲ្យគាត់លងយ៉ាងម៉េចអញ្ចឹងហើយគាត់នឹងក៏ចាប់ផ្ដើមគិតនៅក្នុងចិត្តថាបើសិនជាបានទូប្រុសបើយើងយប់នេះមិនដឹងជាល្អយ៉ាងណាទេហើយទូប្រុសបើយើងថាគាត់មិនមែនជាមនុស្សដែលត្រូវថាចង់បានចង់អីទេណានិយាយទៅទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមខឹងជាមួយនឹងទូប្រុសតែទូប្រុសបើយើងក៏ចាប់ផ្ដើមទៅលួងថាសុំទោសបើសិនទីនិយាយលើសលួសអីកុំឲ្យទូស្រីបើយើងនេះចោតប្រកាន់ខឹងជាមួយនឹងគាត់អីណាទូស្រីទៅក្រោយថាក៏បាននិយាយប្រទេសផ្ដាគាត់មិនបានចង់បានខ្លួនប្រាណរបស់ទូប្រុសទេហើយចំណែកទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមចូលមកដល់ខាងក្នុងហើយពួកគាត់នឹងក៏ចាប់ផ្ដើមឃើញណាទូស្រីបើយើងក៏ចាប់ផ្ដើមអូកាឡាជាមួយនឹងទូប្រុសណាហើយក៏ឲ្យទូប្រុសបើយើងនេះឈោចិត្តគាត់បន្តិចក៏ចង់ដោះលេវអាវមើលសាច់ដុំមើលសាច់ពេកអញ្ចឹងណាទូស្រីបើយើងក៏ចាប់ផ្ដើមធ្វើជាថើធ្វើជាស្និទ្ធស្នាលជាមួយនឹងទូប្រុសបើយើងនេះប៉ុន្តែគាត់នឹងក៏បាននិយាយថាអូគាត់ធំខ្លួនណាឥឡូវទូប្រុសបើយើងនេះតែមួយទឹកមួយអីសិនទូប្រុសបើយើងលើតែបែបហ្នឹងគាត់នឹងក៏ចាប់ផ្ដើមតែមួយទឹកដល់ពេលមកដល់វិញទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមសម្រាកលក់តែម្ដងណាពួកឲ្យទូប្រុសបើយើងគឺគាត់ក៏បានអត់ទៀតទៅហើយគាត់នឹងក៏ចាប់ផ្ដើមយកទូស្រីបើយើងគ្រប់ភួយគ្រប់អីគាត់នឹងក៏បានទេទៅកូនចៅរបស់គាត់ថាឲ្យតាមដានស៊ើបអង្កេតមើលតើអ្នកណាគឺជាអ្នកសម្លាប់ឪពុករបស់ទូស្រីបើយើងគឺគាត់ចង់ដឹងគឺគាត់ចង់បានផុសតាងកូនចៅរបស់គាត់គឺឲ្យស៊ើបអង្កេតសពគ្រប់ណាទូប្រុសទូស្រីបើយើងពីមុនគឺគាត់ធ្លាប់រៀនសាលាជាមួយនឹងគ្នាទូប្រុសបើយើងគឺគាត់តាមស្រឡាញ់ទូស្រីបើយើងនេះយូរណាស់ហើយប៉ុន្តែទូស្រីបើយើងគឺគាត់មិនបានបើកបេះដូងទទួលទូប្រុសទេដោយសារតែពេលនោះទូប្រុសបើយើងគឺជាសុភាពបុរសជាមនុស្សដែលខ្លាចទៅលើទូស្រីអញ្ចឹងហើយឱកាសដែលគាត់ចាក់ចេញពីតួប្រុសបើយើងគឺគាត់ក៏មានច្រើនដែរអញ្ចឹងណាទៅធ្វើឲ្យតួប្រុសបើយើងនេះអត់ហ៊ានប៉ះពាល់អីទេហើយចំណែកព្រឹកឡើងតួស្រីបើយើងគាត់នឹងក៏ចាប់ដើមស្លៀកបំពាក់ដើម្បីចាក់ចេញទៅក្រុមហ៊ុនរបស់គាត់តែតួប្រុសបើយើងក៏បានហាមឃាត់តួស្រីថាកុំឲ្យទៅអីគាត់ចង់នៅជាមួយនឹងតួស្រីណាប៉ុន្តែតួស្រីបើយើងគាត់នឹងក៏បាននិយាយថាដោយសារតែថ្ងៃនេះគឺគាត់មានកាតព្វកិច្ចជួបជាមួយនឹងម្ចាស់ភាគហ៊ុនដើម្បីនិយាយគ្នាជាមួយនឹងម្ចាស់ភាគហ៊ុនអញ្ចឹងហើយគឺគាត់ត្រូវតែទៅបំពេញកាតព្វកិច្ចរបស់គាត់អញ្ចឹងឲ្យតួប្រុសបើយើងនេះនៅផ្ទះសិនទៅហើយតួប្រុសបើយើងគាត់នឹងក៏បាននិយាយជាមួយនឹងតួស្រីមុននឹងចាក់ចេញក៏ចង់ថាប់មួយអញ្ចឹងទៅទោះស្អីបើយើងក៏បានមកជួបជាមួយនឹងម្ចាស់ភាគហ៊ុនផងអីផងគឺមកនិយាយគ្នាអំពីរឿងភាគហ៊ុននេះហើយម្នាក់គឺគេចង់ឲ្យម្ដាយចុងរបស់តួស្រីបើយើងជាអ្នកកាន់កាប់ណាដោយសារតែគេចូលដៃចូលជើងជាមួយនឹងគ្នាតែតួស្រីបើយើងគឺគាត់អត់ខ្វល់ទេថាគាត់អត់ទាន់បានប្រព្រឹត្តបទល្មើសសម្រាប់ឪពុករបស់គាត់ដោយសារតែខាងប៉ូលីសឬមួយក៏តុលាការគេមិនទាន់បានចោទប្រកាន់ទៅលើគាត់ទាំងស្រុងទេគឺគាត់អាចមានសិទ្ធិដោយសារតែគាត់គឺជាកូនបង្កើតក្រុមគ្រួសារយីអញ្ចឹងហើយគឺគាត់ត្រូវមានសិទ្ធិមកកាន់កាប់លើតំណែងហ្នឹងអញ្ចឹងម្នាក់ក៏គេអត់មានអ្នកណាហ៊ានប៉ះពាល់ទៅលើតួស្រីបើយើងនេះដែរហើយគាត់នឹងក៏ចាប់ផ្ដើមតែវាថាគាត់ជាម្ដាយដែរណាប៉ុន្តែអត់ហ៊ានជាមួយនឹងតួស្រីដោយសារតែយើងជាម្ដាយចុងអញ្ចឹងហើយគាត់នឹងក៏ចាប់ផ្ដើមមើលទៅតួស្រីបើយើងក៏បាននិយាយថានាងត្រឹមតែជាម្ដាយចុងអត់មានសិទ្ធិអីមកប៉ះពាល់ទេកូនចៅរបស់គាត់ចង់ប្រកែកជាមួយនឹងតួស្រីប៉ុន្តែគាត់និយាយត្រូវរើជានេះជាមួយនឹងតួស្រីវិញថាគាត់នឹងធ្វើការជាមួយនឹងតួស្រីគាត់នឹងមិនឲ្យតួស្រីបើយើងនេះពិបាកអីទេតួស្រីបើយើងក៏បានយល់ព្រមជាមួយនឹងកូនចៅផ្សេងប៉ុន្តែម្ចាស់ភាគហ៊ុនគឺគេមិនទាន់យល់ព្រមហើយគាត់នឹងក៏ចាប់ផ្ដើមដើរចេញទៅហើយចំណែកតួប្រុសបើយើងក៏ចាប់ផ្ដើមរៀបចំខ្លួនប្រាណដោយសារតែគាត់គឺបានដឹងពីប្រភេទតម្រុយខ្លះពីកូនចៅរបស់គាត់នៅក្នុងហាងមួយដែលគេបានដឹងថាជនល្មើសគឺនៅក្នុងហ្នឹងអញ្ចឹងណាចឹងហើយទូប្រុសបើយើងក៏ចាប់ដើមរៀបចំខ្លួនប្រាណរបស់គាត់នេះយ៉ាងសង្ហាដើម្បីចូលទៅខាងក្នុងនៅក្នុងហាងមួយនេះហើយគាត់ចូលទៅដល់គឺគាត់រកម្ចាស់ឬមួយក៏យកម្ចាស់ហាងនឹងតែម្ដងណាគាត់ថាគាត់ចង់ជួបជាមួយនឹងលោកលូបន្តិចឲ្យលោកលូនេះមើលកំបិតតែស្គាល់កំបិតនឹងគឺជាអ្នកណាគឺជាឃាតករអញ្ចឹងណាដោយសារតែឃាតករនឹងគឺគាត់បានទៅសម្លាប់ឪពុករបស់ទូស្រីហើយគឺគាត់ផ្លេចយកកំបិតនឹងទៅហើយឯចំណែកនារីម្នាក់នឹងគឺគេជាអ្នកកាងនៅក្នុងហាងហ្នឹងគឺគេឃើញទូប្រុសបើយើងគេចាប់អារម្មណ៍គឺចង់ឲ្យទូប្រុសបើយើងនេះទៅដេកជាមួយនឹងគេប៉ុន្តែទូប្រុសបើយើងគាត់នឹងក៏បាននិយាយថាគាត់មានប្រពន្ធហើយគាត់បដិសេធណាហើយបរិសម្នាក់នឹងគាត់នឹងក៏បាននិយាយថាបើសិនជាទូប្រុសបើយើងហ៊ានទៅបដិសេធគេនឹងហៅបងធំរបស់គេនឹងហៅបងប្រុសរបស់គេនេះមកវាយទូប្រុសបើយើងដែលមិនព្រមទៅដេកជាមួយនឹងប្អូនរបស់គេអញ្ចឹងណាទូប្រុសបើយើងក៏ថាកុំទៅភ័យអីជាមួយនឹងគាត់ឥឡូវអង្គុយនៅស្ងៀមសិនទៅចាំគាត់អ្នកភ័យស្រាចាំមើលទាំងអស់គ្នាណាហើយគាត់នឹងក៏ចាប់ផ្ដើមទទួលដំណឹងពីកូនចៅរបស់គាត់ថាកូនចៅរបស់គេគឺគេកំពុងតែមកឯចំណែកទូប្រុសបើយើងគឺគាត់អត់បានខ្លាចអីទៅលើអ្នកណាទេគឺគាត់ចង់តែវាយតបនឹងឯងចំណែកប្អូនរបស់គេក៏បានប្រាប់ថាបរិសម្នាក់នឹងឯងបដិសេធជាមួយនឹងគេមិនព្រមដេកជាមួយនឹងគេអញ្ចឹងណាមានមនុស្ស
ស្រីអញ្ចឹងដែរមិនបានដេកជាមួយនឹងមនុស្សប្រុសមកធ្វើខឹងជាមួយនឹងទូប្រុសរបស់យើងឯណាគេនឹងក៏បានហៅកូនចៅរបស់គេនេះឲ្យទៅវាយទូប្រុសរបស់យើងតែទូប្រុសរបស់យើងគឺគាត់ក៏បាននិយាយថាឥឡូវមិនបាច់ទៅវាយនៅកន្លែងហ្នឹងទេបែកកែបែកចានឥឡូវចូលទៅខាងក្នុងជាមួយនឹងគាត់មកផ្លេតចេញមកវិញទូប្រុសរបស់យើងដាក់នឹងរៀបតែម្ដងណាហើយព្រឹកឡើងទូស្រីរបស់យើងក៏បានទទួលដំណឹងពីទូប្រុសថាគាត់ចង់ជួបទូស្រីរបស់យើងហើយចំណែកកូនចៅនេះគេនឹងក៏បានដំណឹងទៅប្រាប់ម្ដាយចុងរបស់ទូស្រីរបស់យើងហើយថាទូស្រីរបស់យើងគឺកំពុងតែណាត់ជួបជាមួយនឹងទូប្រុសដើម្បីពិភាក្សាគ្នាថាគាត់ដឹងផុសតាងណាអញ្ចឹងហើយគាត់នឹងក៏ចាប់ផ្ដើមភ័យស្លន់ស្លោផងអីផងប៉ុន្តែគឺគាត់ក៏បានចោទប្រកាន់ថាទូប្រុសរបស់យើងប្រហែលជាមិនទាន់ដឹងទេអញ្ចឹងហើយគឺមានតែអ្នកនាងវ៉ាន់នឹងឯងគេថាគេមិនអីទេចាំគេទៅតាក់ទោជាមួយនឹងទូប្រុសដើម្បីកុំឲ្យទូប្រុសរបស់យើងនេះប្រាប់ពីបញ្ហាឬមួយក៏ដឹងពីជនល្មើសដែលសម្លាប់ទៅលើឪពុករបស់គាត់អីចឹងណាថាគាត់ជាអ្នកចាត់ចែងចាំគាត់អ្នកទៅតាក់ទងជាមួយនឹងទូប្រុសរបស់យើងអញ្ចឹងហើយគាត់នឹងក៏ចាប់ដើមរៀបចំខ្លួនតួស្រីរបស់យើងក៏បានទទួលទូរស័ព្ទថាទូប្រុសរបស់យើងមកដល់ខាងក្រោមហើយគាត់នឹងក៏បានប្រាប់ឲ្យទូប្រុសរបស់យើងចាំនៅខាងក្រោមមួយផ្លេតអង្គុយចាំទៅអ្នកនាងវ៉ាន់គេនឹងក៏ឃើញទូប្រុសរបស់យើងនៅកន្លែងហ្នឹងនេះគេនឹងក៏ចាប់ផ្ដើមដើរចូលទៅម្ដងដើម្បីអូកាឡាជាមួយនឹងទូប្រុសថាគាត់ក៏ជាប្អូនថ្លៃមរុកដែរឲ្យទូប្រុសរបស់យើងនេះអូកាឡាជាមួយនឹងគាត់តិចមកបឿជាមួយនឹងគាត់តិចមកតើព្រមឬក៏អត់អីចឹងណាទូប្រុសរបស់យើងថាគាត់អាចប៉ះពាល់បានទេដោយសារតែទូស្រីរបស់យើងគឺជាប្រពន្ធរបស់គាត់គឺជាបងរបស់នាងអញ្ចឹងគឺខ្ញុំមិនអាចប៉ះពាល់ទៅលើប្អូនបានទេដោយសារតែខ្ញុំស្រឡាញ់ទៅលើបងអីចឹងណាហើយចំណែកទូស្រីរបស់យើងក៏ចូលមកថានាងហ៊ានប៉ះពាល់ទៅលើប្តីរបស់ខ្ញុំផងនាងត្រឹមជាប្អូនទេណានាងប្អូនថ្លៃទេហេតុអីបានជានាងហ៊ានដល់ថ្នាក់ហ្នឹងអ្នកនាងវ៉ាន់គេថាប្អូនមិនប៉ះពាល់ប្តីបងមិនបានហើយចំណែកទូស្រីរបស់យើងគាត់នឹងក៏ចាប់ដើមខឹងច្រឡោតតតងតែទូប្រុសរបស់យើងក៏បានហាមឃាត់ថាលើកក្រោយកុំឲ្យមកពាក់ព័ន្ធជាមួយនឹងគាត់ទៀតគាត់នឹងក៏បានអូសដៃទូប្រុសរបស់យើងនេះចេញទៅខាងក្រៅមិនឲ្យជួបជាមួយនឹងប្អូនស្រីរបស់គាត់ទៀតទេហើយគាត់នឹងក៏ចាប់ដើមចូលទៅក្នុងឡានទូស្រីរបស់យើងគឺគាត់ត្រូវទូប្រុសរបស់យើងនេះក៏ចាប់ដើមនិយាយថាហេតុអីបានជាអូនមកនៅកន្លែងនេះវិញដោយសារតែយើងគឺជាប្តីប្រពន្ធជាមួយនឹងគ្នាហើយតើអូនថាទៅចុះពីផាតាស៊ីវិលជាមួយនឹងបងនោះប៉ុន្តែទូស្រីរបស់យើងគាត់ខឹងថាហេតុអីបានជាបងទៅតាក់ទងជាមួយនឹងប្អូនអូនដល់ធ្វើអីប្អូនអូនគឺជាមនុស្សមិនល្អទេហើយទូប្រុសរបស់យើងក៏បាននិយាយថាគាត់មិនបានតាក់ទងទេឲ្យទូស្រីរបស់យើងទៅអង្គុយកៅអីមុខជាមួយនឹងគាត់ទៅយើងគឺជាគ្រួសារតែមួយគាត់មិនមែនជាអង្គរៈអីទៀតទេទូស្រីរបស់យើងគាត់នឹងក៏ចាប់រំបំរុងចេញទៅនេះប៉ុន្តែអ្នកនាងវ៉ាន់គេឲ្យកូនចៅរបស់គេមកចាត់ការទូប្រុសរបស់យើងប៉ុន្តែទូប្រុសរបស់យើងគឺបានរៀបចំកូនចៅរបស់គាត់នេះយ៉ាងរួចស្រេចហើយដើម្បីអូសក្បាលអ្នកទាំងប្រមាណអ្នកនឹងគឺចេញពីកន្លែងរបស់គាត់ណាហើយទូស្រីរបស់យើងគាត់នឹងក៏បានសួរនាំថាទូប្រុសរបស់យើងរៀបចំគម្រោងការពីពេលណាហើយទូប្រុសរបស់យើងគាត់នឹងក៏បាននិយាយថាគាត់គឺជាអង្គរៈអញ្ចឹងហើយគឺគាត់ត្រូវតែមានភាពវៃឆ្លាតឲ្យថាភាពឆ្នើមអញ្ចឹងណាដើម្បីការពារទៅលើទូស្រីរបស់យើងនឹងឯងកុំឲ្យទូស្រីរបស់យើងនេះជួបអបតវហេតុកាត់ហេតុអីមួយអញ្ចឹងក៏ខ្លាចបាត់បង់អាយុជីវិតមេរបស់គាត់អីចឹងទៅធ្វើឲ្យទូស្រីរបស់យើងគាត់នឹងក៏ចាប់អារម្មណ៍ទៅលើទូប្រុសរបស់យើងនេះទ្វេដងក៏ចាប់ផ្ដើមថាគាត់នឹងរៀបការជាមួយនឹងទូប្រុសរបស់យើងទៅចុះអតាស៊ីវិលជាមួយនឹងគ្នាហើយគាត់នឹងក៏ចាប់ផ្ដើមចុះពីលើឡានជាមួយនឹងទូប្រុសរបស់យើងហើយក៏មកដល់ផ្ទះរបស់គាត់នេះទូប្រុសរបស់យើងក៏អង្គុយមើលអនុស្សាវរីយ៍ដែលគាត់ទៅសេពីទូស្រីរបស់យើងកម្រងរបស់គាត់ណាទូស្រីរបស់យើងឃើញថាទូប្រុសរបស់យើងក៏អង្គុយអញ្ចឹងគាត់នឹងក៏ចាប់ដើមទៅអោបកទូប្រុសរបស់យើងក៏ទៅទាញសភៅមើលនេះដែលគាត់បានទៅសេអំពីរឿងរបស់គាត់ទាំងពីរនាក់ដែលគាត់បានទៅសេនៅក្នុងសភៅចងក្រងរបស់គាត់ណាទូស្រីរបស់យើងក៏ចាប់ទៅបើកមើលគាត់នឹងក៏បានឃើញសភៅធ្វើឲ្យទូប្រុសរបស់យើងនេះក៏ចាប់ដើមអាម៉ាស់មុខជាមួយនឹងទូស្រីតែទូស្រីរបស់យើងគឺគាត់ក៏មិនបានខឹងច្រឡោតតតងឲ្យជាមួយនឹងទូប្រុសដែរក៏ចាប់ដើមចងដៃចងជើទូប្រុសធ្វើបាបទូប្រុសរបស់យើងអញ្ចឹងណាហើយគាត់នឹងក៏ចាប់ដើមទទួលដំណឹងពីកូនចៅរបស់គាត់ដែលចិត្តស្និទ្ធនឹងថាមានបញ្ហានៅក្រុមហ៊ុនចង់ឲ្យស្អែកនេះឲ្យទូស្រីរបស់យើងទៅដោះស្រាយនៅក្រុមហ៊ុនអីចឹងណាទូស្រីរបស់យើងក៏ចាប់ដើមនិយាយជាមួយនឹងទូប្រុសថាដោយសារតែគាត់គឺជាម្ចាស់ភាគហ៊ុនត្រឹមតែ 40% ទេអញ្ចឹងហើយម្ចាស់ភាគហ៊ុនផ្សេងគេប្រតិកម្មជាមួយនឹងទូស្រីរបស់យើងគេចង់ឲ្យទូស្រីរបស់យើងនេះចុះចេញពីតំណែងអញ្ចឹងមិនឲ្យទូស្រីរបស់យើងនេះកាន់កាប់ទៅលើតំណែងក្រុមគ្រួសារយីនឹងបានទេអញ្ចឹងឲ្យទូស្រីរបស់យើងគឺជាមនុស្សធម្មតាអញ្ចឹងណាហើយទូប្រុសរបស់យើងពេលហ្នឹងគឺគាត់ក៏ចាប់ដើមគិតដែរប៉ុន្តែគាត់អត់ខ្វល់ទេគាត់ក៏ជាម្ចាស់ភាគហ៊ុនធំដែរក្រុមគ្រួសារលូគឺជាទូប្រុសរបស់យើងនឹងឯងអញ្ចឹងហើយគាត់នឹងក៏ចាប់ដើមនិយាយជាមួយនឹងទូស្រីថាកុំអារម្មណ៍អីចាំគាត់ជាអ្នកដោះស្រាយជាមួយនឹងទូស្រីរបស់យើងអីអញ្ចឹងណាទូប្រុសរបស់យើងធ្វើជាធម្មតាធ្វើជាមិនខ្វល់ធ្វើជាមិនខ្វាយប៉ុន្តែក្នុងចិត្តរបស់គាត់គឺគាត់ចង់ជួយទូស្រីរបស់យើងណាចង់ជួយជ្រោមជ្រែងណាប៉ុន្តែទូស្រីរបស់យើងគាត់នឹងក៏ថាយើងជាប្តីប្រពន្ធជាមួយនឹងគ្នាពេលស្អែកទៅកន្លែងការងារគាត់នឹងអភិហាឲ្យទូប្រុសរបស់យើងនេះដើរតួឬមួយក៏មិនបែកប្រាប់ទៅម្ចាស់ភាគហ៊ុនថាទូប្រុសរបស់យើងក៏មានភាគហ៊ុនដែរអញ្ចឹងណាអាចចំណែកយប់ឡើងពួកគាត់នឹងក៏ចាប់ដើមគេងជាមួយនឹងគ្នាភ្លឺហើយពួកគាត់នឹងក៏ជាមួយនឹងគ្នារួចរាល់ណាហើយគាត់នឹងក៏ចាប់ដើមមិនចង់ទៅធ្វើការទេទូស្រីរបស់យើងនេះប៉ុន្តែកូនចៅរបស់គាត់ក៏ចាប់ដើមទេមកថាម្ចាស់ភាគហ៊ុនទាំងអស់គ្នាគឺគេកំពុងតែចាំទូស្រីរបស់យើងនេះនៅកន្លែងការងារអញ្ចឹងណាទូស្រីរបស់យើងក៏សុំពេល10នាទីទៀតដើម្បីចាក់ចេញទៅនឹងឯងអាចចំណែកទូប្រុសរបស់យើងគឺគាត់ចង់ហាមឃាត់ទូស្រីថាកុំឲ្យទៅប៉ុន្តែទូស្រីរបស់យើងគាត់នឹងក៏បាននិយាយថាគឺគាត់ត្រូវតែបំពេញការងាររបស់គាត់ដើម្បីជួយឪពុករបស់គាត់ដើម្បីស៊ើបអង្កេតមើលអ្នកណាជាអ្នកសម្លាប់ឪពុករបស់គាត់អញ្ចឹងហើយគឺគាត់ត្រូវទៅគឺគាត់ចង់ដឹងណា
ហើយទូប្រុសរបស់យើងក៏បាននិយាយជាមួយនឹងទូស្រីយើងថាឲ្យទូស្រីរបស់យើងនេះប្រយ័ត្នប្រយែងខ្លាចតែមានបញ្ហាខ្លាចតែប៉ះពាល់ទៅដល់ប្រពន្ធរបស់គាត់អីចឹងណាគឺគាត់ខ្វាយខ្វល់បារម្ភពីទូប្រុសទូស្រីរបស់យើងនឹងឯងតែទូស្រីរបស់យើងថាគាត់គឺជាមនុស្សរឹងមាំកុំឲ្យទូប្រុសរបស់យើងនេះភ័យព្រួយបារម្ភអីហើយពួកគាត់ទាំងពីរនាក់ហ្នឹងក៏ធ្លាប់ពេលថាមានតំណែងតំណងទូប្រុសរបស់យើងក៏បាននិយាយទៅសេស្នេហាអីជាមួយនឹងគ្នាឯចំណែកកូនចៅរបស់គាត់លោកចៅនេះក៏បានមកជួបជាមួយនឹងម្ដាយចុងរបស់ទូស្រីរបស់យើងដែលគេកំពុងតែនិយាយជាមួយនឹងគ្នាណាគេថាទីទៀតទូស្រីរបស់យើងនឹងធ្លាក់ចេញពីតំណែងថាឲ្យអ្នកស្រីនឹងគឺជាទៅអ្នកជាអ្នកកាន់កាប់តំណែងក្រុមគ្រួសារយីចំនួនដោយសារតែម្ចាស់ភាគហ៊ុនទាំងអស់គឺគេប្រតិកម្មជាមួយនឹងទូស្រីដោយសារតែទូស្រីរបស់យើងគឺគាត់មិនមានអ្នកណាជួយនៅពីក្រៅខ្នងទេគឺលុះត្រាតែក្រុមហ៊ុនគ្រួសារលូទៅអាចជួយទូស្រីរបស់យើងអាចកាន់កាប់តំណែងនឹងបានណាហើយចំណែកទូប្រុសរបស់យើងគឺតាមទូស្រីរបស់យើងមកដល់ office ផងអីផងនេះប៉ុន្តែអ្នកនាងវ៉ាន់គេឆាតមកទូប្រុសផងអីផងទូប្រុសរបស់យើងខឹងនេះគាត់នឹងក៏ចាប់ដើមប្លុកចោលតែម្ដងណាហើយគាត់នឹងក៏ចាប់ដើមទទួលដំណឹងពីកូនចៅរបស់គាត់ថាឲ្យកូនចៅរបស់គាត់នេះរៀបចំលុយឬមួយក៏ភាគហ៊ុន 20% ដើម្បីជួយទូស្រីរបស់យើងឲ្យបាន 60% នៅក្នុងក្រុមហ៊ុនក្រុមគ្រួសារយីរបស់គាត់អីចឹងណាដើម្បីជួយសង្គ្រោះទៅលើទូស្រីរបស់យើងដើម្បីកុំឲ្យទូស្រីរបស់យើងធ្លាក់ចេញពីតំណែងហើយចំណែកអ្នកនាងវ៉ាន់គេក៏មកជួបជាមួយនឹងទូប្រុសរបស់យើងគេមកនិយាយជាមួយនឹងទូប្រុសឲ្យទូប្រុសរបស់យើងមកតាក់ទងជាមួយនឹងគេទៅគឺគេចង់បានទូប្រុសរបស់យើងធ្វើជាប្តីរបស់គេដែរអីចឹងណាលេខលះជាមួយនឹងបងស្រីរបស់គេទៅមិនបាច់ពាក់ព័ន្ធជាមួយនឹងបងស្រីរបស់គេទេបងស្រីរបស់គេគឺជាមនុស្សមិនល្អគឺជាមនុស្សដែលធ្វើបាបសម្លាប់ទៅលើឪពុករបស់ខ្លួនអីចឹងទៅទូប្រុសរបស់យើងលើទៅបែបហ្នឹងក៏ឲ្យកូនចៅរបស់គាត់នេះស៊ើបអង្កេតបន្ថែមទៀតហើយតួស្រីរបស់យើងក៏បានហៅទូប្រុសរបស់យើងនេះចូលមកខាងក្នុងដើម្បីមកនិយាយការងារជាមួយនឹងម្ចាស់ភាគហ៊ុនផ្សេងហើយគេនឹងក៏បានឲ្យតួស្រីរបស់យើងនេះចោះចេញពីតំណែងទៅកុំឲ្យតួស្រីរបស់យើងនេះមកពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនក្រុមគ្រួសារយីទៀតអីប៉ុន្តែតួប្រុសរបស់យើងគឺនៅកន្លែងហ្នឹងគាត់នឹងក៏បាននិយាយថាគឺក្រុមហ៊ុនក្រុមគ្រួសារលោកគេបានជួយតួស្រីរបស់យើង 20% ដើម្បីឲ្យតួស្រីរបស់យើងនេះកាន់កាប់ទៅលើតំណែងហ្នឹងណាថាបើមិនជឿទេនេះជាហត្ថលេខាក្រុមគ្រួសារលោកពិតប្រាកដគឺទូប្រុសរបស់យើងនេះជាអ្នកចោះហត្ថលេខាផ្ទាល់នឹងឯងគឺដោយសារតែគាត់ជួយសង្គ្រោះទៅលើប្រពន្ធរបស់គាត់អីចឹងណាធ្វើឲ្យមនុស្សម្នាក់ហ្នឹងគឺគេមិនហ៊ានជាមួយនឹងទូស្រីរបស់យើងទេដោយសារតែទូស្រីរបស់យើងគឺមានភាគហ៊ុនច្រើនទាំងអ្នកទាំងអស់គ្នានឹងទៅទៀតគឺមានរហូតដល់ 60% ចឹងហើយទូប្រុសរបស់យើងក៏បាននិយាយថាម្ចាស់តំណែងគឺនៅតែទូស្រីរបស់យើងដែរគឺជាអ្នកកាន់កាប់ទ្រព្យសម្បត្តិក្រុមគ្រួសារយីធ្វើឲ្យទូស្រីរបស់យើងក៏មានអារម្មណ៍កក់ក្ដៅជាមួយនឹងទូប្រុសរបស់យើងដែលនៅតាមមើលថែគាត់អីចឹងណាទូប្រុសរបស់យើងក៏ទទួលដំណឹងពីកូនចៅរបស់គាត់ថាគាត់រកផោះតាំងឃើញហើយអ្នកដែលសម្លាប់ឪពុករបស់ទូស្រីរបស់យើងឯចំណែកទូប្រុសរបស់យើងគឺគាត់បានតបបានប្រាប់ទូស្រីទេទូស្រីរបស់យើងមកដល់ផ្ទះវិញគាត់សម្រាប់ផងអីផងគាត់នឹងក៏ចាប់ដើមនិយាយជាមួយនឹងទូស្រីថាទូស្រីរបស់យើងនេះគេយប់ហើយមិនព្រមប្រាក់ស្រោមជើងស្រោមអីចឹងដោយសារតែវាល្ងាផងអីផងចឹងណាចឹងហើយទៅធ្វើឲ្យទូប្រុសរបស់យើងនេះគាត់នឹងក៏ចាប់ដើមវិភាគសម័យអំពីរឿងដែលគាត់និយាយរឿងស្បែកជើងនោះក៏ចាប់ដើមដឹងថាអ្នកដែលមានបង្កបញ្ហាគឺអាចជាប់ពាក់ព័ន្ធជាមួយនឹងលោកចៅជាមួយនឹងម្ដាយរបស់អ្នកនាងវ៉ាន់នឹងឯងហើយគាត់នឹងក៏ចាប់ដើមដឹងពីផោះតាំងក៏ប្រាប់ទៅទូស្រីរបស់យើងនិយាយប្រាប់ទូស្រីរបស់យើងថាគាត់បានដឹងថាបរិះពាក់មុខដែលសម្រាប់ឪពុករបស់គាត់នឹងគឺជាអ្នកណាអស់ហើយចឹងហើយឲ្យទូស្រីរបស់យើងនេះចាត់ចែងតាមនីតិវិធីរបស់គាត់ទៅនឹងបំផ្លាញក្រុមហ៊ុនឬមួយក៏បំផ្លាញពួកគាត់ទាំងពីរអ្នកនឹងចេញពីក្រុមហ៊ុនរបស់ក្រុមគ្រួសារយីអញ្ចឹងណាទូស្រីរបស់យើងលើទៅបែបហ្នឹងគាត់នឹងក៏បានអរគុណទៅទូប្រុសព្រឹកឡើងគាត់នឹងក៏ចាប់ដើមដេកអោបទូប្រុសរបស់យើងអរគុណទូប្រុសរបស់យើងដែលជួយជ្រោមជ្រែងដែលជួយមើលថែគាត់ដែលជួយវិភាគដោះស្រាយជាមួយនឹងរឿងឪពុករបស់គាត់ផងអីផងណាហើយក៏មកដល់ក្នុងថ្ងៃកម្មវិធីដែលត្រូវជួបជាមួយនឹងប្រធានក្រុមហ៊ុនក្រុមគ្រួសារលូអញ្ចឹងណាក៏ជួបជាមួយនឹងលោកចាងនេះដែរគឺជាអ្នកដែលសហការគឺជាអ្នកកូនចៅរបស់គេទេប៉ុន្តែលោកលូគឺគេប្រើមកនេះហើយគេក៏ចាប់ដើមមកជួបជាមួយនៅអ្នកនាងវ៉ាន់គេអូកាឡាផងអីផងនេះទូប្រុសរបស់យើងក៏ចូលមកជួបជាមួយនឹងទូស្រីថាមានបញ្ហាអីទូស្រីរបស់យើងក៏បាននិយាយថានោះអ្នកនាងវ៉ាន់កំពុងតែតាក់ទងជាមួយនឹងជំនួយការរបស់លោកលូនេះទូប្រុសយើងថាឥឡូវទៅជាមួយនឹងគាត់ផ្លេតទៅហើយទូស្រីយើងថាគាត់មិនចង់ទៅទេមិនឲ្យពាក់ព័ន្ធជាមួយនឹងគេអញ្ចឹងណាទូប្រុសថាឥឡូវទៅមួយគាត់ផ្លេតមកទៅនិយាយជាមួយនឹងគ្នាហើយគាត់នឹងក៏បាននិយាយជាមួយនឹងលោកចាងថាម្យ៉ាងលោកចាងតាក់ទងជាមួយនឹងមិនអីចឹងណាសតទៅពេលនឹងម្ដាយរបស់អ្នកនាងវ៉ាន់គេនឹងក៏បាននិយាយថាអ្នកទាំងពីរនេះគឺជាអ្នកឃាតករដែលសម្លាប់ឪពុករបស់ខ្លួនដែលធ្វើឲ្យក្រុមគ្រួសារយីប៊ីនឹងខ្សែធនគឺដោយសារតែអ្នកទាំងពីរអីចឹងណាគេថាគេមានតែលោកចាងនឹងគេទៅអាចជួយគេបានដែលជួយនៅជ្រុំជ្រែងជាមួយនឹងលោកលូអីចឹងទៅសតទៅពេលនឹងកូនចៅផ្ទាល់របស់ទូប្រុសរបស់យើងនេះក៏ចាប់ផ្ដើមមកនិយាយជាមួយនឹងទូប្រុសធ្វើឲ្យលោកចាងនេះក៏ចាប់ផ្ដើមបាសសក់តែម្ដងគឺគាត់កំពុងតែឃើញថាទូប្រុសរបស់យើងកំពុងតែអោបជាមួយនឹងអ្នកចំណិតរបស់គាត់ណាសក់គាត់ក៏ជ្រុះអស់ពីក្បាលរលីងតែម្ដងធ្វើឲ្យលោកចាងនេះក៏ចាប់ផ្ដើមឲ្យកូនចៅរបស់គាត់នេះអូសអ្នកនាងវ៉ាន់ជាមួយនឹងម្ដាយរបស់គាត់នេះចេញពីកន្លែងកម្មវិធីថាទូប្រុសរបស់យើងអត់សប្បាយចិត្តនៅកន្លែងហ្នឹងណាលោកចាងក៏ចាប់ផ្ដើមអូសអ្នកទាំងពីរហ្នឹងចេញតែម្ដងនឹងឯង
ចំណែកតួស្រីរបស់យើងក៏ចាប់ផ្ដើមខឹងជាមួយនឹងតួប្រុសថាហេតុអីបានជាលាក់ប្រវត្តិពីគាត់ហេតុអីបានជាតួប្រុសរបស់យើងធ្វើបែបហ្នឹងមកលើគាត់អីចឹងណាតួប្រុសរបស់យើងថាគាត់ចង់ជួយជ្រោមជ្រែងតួស្រីគាត់មិនចង់ឲ្យតួស្រីរបស់យើងនេះដឹងពីប្រវត្តិរបស់គាត់គាត់សុំទោសទៅលើតួស្រីលើកលែងទោសឲ្យគាត់ម្ដងទៅគាត់មិនចង់ធ្វើបែបហ្នឹងទេយើងជាប្តីប្រពន្ធជាមួយនឹងគ្នាហើយតួស្រីរបស់យើងឮតែតួប្រុសរបស់យើងលួងលោមបែបហ្នឹងគាត់នឹងក៏ចាប់ផ្ដើមទន់ចិត្តជាមួយនឹងតួប្រុសរបស់យើងណាហើយតួប្រុសរបស់យើងថាគាត់សន្យាគាត់នឹងមិនកុហកតួស្រីម្ដងទៀតទេហើយគាត់នឹងក៏ចាប់ផ្ដើមត្រូវរើគ្នាឲ្យចំណែកអ្នកនាងវ៉ាន់វ៉ាន់ជាមួយនឹងម្ដាយរបស់គាត់នេះគឺកំពុងតែភ័យព្រួយបារម្ភដោយសារតែប៉ូលីសគឺគេមកអូសគាត់ទាំងពីរនាក់នេះបាត់បត់ល្មើសសម្លាប់ឪពុករបស់តួស្រីរបស់យើងឯងគឺត្រូវជាប់គុកតួប្រុសរបស់យើងក៏ទទួលដំណឹងពីកូនចៅរបស់គាត់ថាអ្នកទាំងពីរនេះគឺត្រូវជាប់គុកហើយឲ្យតួស្រីរបស់យើងនេះសប្បាយចិត្តទៅគឺប៉ូលីសរកផុសតាំងឃើញហើយអញ្ចឹងណាតួស្រីរបស់យើងក៏បានអរគុណទៅតួប្រុសដែលជួយជ្រោមជ្រែងដែលជួយមើលថែគាត់សពគ្រប់បែបយ៉ាងរហូតដល់ចាប់ជនល្មើសដែលបង្កបញ្ហាធ្វើឲ្យឪពុករបស់គាត់នេះស្លាប់អីចឹងណាហើយតួប្រុសរបស់យើងក៏បាននិយាយសន្យាជាមួយនឹងតួស្រីថាគាត់នឹងនៅក្បែរតួស្រីអស់មួយជីវិតហើយរឿងយើងនេះក៏ចប់ទៅត្រឹមនឹងដូចគ្នាដែរ